រឿងនាងថោនទាស័យទឹកមួយក្អមរបស់ស្ត្រីដែលមានសទ្ធាដូរយកសិរីក្នុងស្ថានសួគ៌បានក្នុងពុទ្ធកាលថ្ងៃមួយព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើងស្ដេចយាងទៅដែនកោសលជាមួយនឹងភិក្ខុសង្ឃចំនួន500អង្គទ្រង់យាងទៅសម្រាកព្រះកាយក្នុងថោនក្រៀមដើម្បីកម្ចាត់បងនៅមច្ឆាទិដ្ឋិរបស់ពួកព្រាហ្មណ៍នៅក្នុងថោនក្រៀមនោះពួកព្រាហ្មណ៍ទាំងឡាយបានឮដំណឹងថាព្រះសម្ពុទ្ធព្រមទាំងភិក្ខុសង្ឃស្ដេចយាងនិមន្តទៅដល់ត្រើយស្ទឹងខាងនាយបំរុងនឹងឆ្លងចូលទៅក្នុងថោនក្រៀមហើយពួកព្រាហ្មណ៍ព្រឹទ្ធាចារ្យទាំងឡាយបានប្រកាសប្រាប់ដល់ព្រាហ្មណ៍ជាបរិស័ទថាយើងទាំងអស់គ្នាមិនគប្បីគួរសមរយៈរោគរបស់វត្ថុអ្វីដល់សាមណៈគោតមឡើយម្យ៉ាងទៀតយើងទាំងអស់គ្នាត្រូវតែអូសទូកឡើងអំពីកំពង់ឲ្យអស់ហើយរុះស្ពានចោលទាំងសាលាសំណាក់ក៏ត្រូវរុះរើស្បូវរនៀបឲ្យអស់បើអ្នកណាមួយទៅគួរសមឲ្យវត្ថុអ្វីដល់សាមណៈគោតមនិងភិក្ខុសង្ឃត្រូវតែធ្វើទុក្ខទោសអ្នកនោះរហូតដល់អស់ជីវិតចឹងបានន័យថាពួកព្រាហ្មណ៍ទាំងឡាយឮដំណឹងថាព្រះសម្មាសម្ពុទ្ធយាងទៅថោនក្រៀមពេលយាងទៅដល់តែមុននឹងទៅដល់ឆ្លងកាត់ស្ទឹងសិនណាចឹងគេក្រឮដំណឹងចឹងគេហាមក្រុមគ្នាគេទាំងអស់ណាព្រះសម្ពុទ្ធទ្រង់ជ្រាបវិបការៈរបស់ព្រាហ្មណ៍ដូច្នោះហើយក៏នាំភិក្ខុសង្ឃទាំង500អង្គហោះទៅឯដល់អាកាសឆ្លងស្ទឹងទៅចុះនៅឯត្រង់កណ្ដាលស្រុកនោះឯងទ្រង់និមិត្តទៅគង់ក្រោមដើមឈើមួយដើមក្បែរអណ្ដូងទឹកសម័យនោះមាននាងទាស័យម្នាក់ជាខ្ញុំបម្រើត្រកូលព្រាហ្មណ៍មួយក្នុងថោនក្រៀមនោះនាងកំពុងតែកណ្ដៀតក្អមទៅដងទឹកនៅក្នុងអណ្ដូងក៏បានឃើញព្រះមានព្រះភិក្ខក៏មានសេចក្តីជ្រះថ្លាកើតឡើងហើយនាងក៏បានគិតថាសម័យនេះក្តៅណាស់ព្រះសម្ពុទ្ធនិងព្រះសង្ឃទាំងអស់អង្គប្រហែលជាស្រេកទឹកខ្លាំងណាស់បានជាមកគង់ក្នុងទីនេះអញត្រូវតែដងទឹកមួយក្អមយកទៅប្រគេនទៅផ្សំគួរអញ្ចឹងនាងឃើញភិក្ខុសង្ឃនិងព្រះសម្មាសម្ពុទ្ធសិនណាក៏គិតក្នុងចិត្តណាប៉ុន្តែព្រាហ្មណ៍ព្រឹទ្ធាចារ្យបានដាក់អាជ្ញាថាបើសិនជាអ្នកណាទៅគួរសមយកវត្ថុអ្វីទៅប្រគេនដល់សាមណៈគោតមហើយនិងព្រះសង្ឃនេះត្រូវមានទោសដល់ជីវិតនាងគិតដូច្នោះហើយក៏ដើរហួសទៅដងទឹកពេលទៅដងទឹករួចហើយក៏ត្រឡប់មកវិញនាងក៏នៅតែមានសទ្ធាកាន់តែកើតឡើងខ្លាំងឡើងអញ្ចឹងនាងមានសទ្ធាខ្លាំងឡើងណាទៅគិតថាហើយចុះអញបានជួបនឹងស្រែបុណ្យដ៏ប្រសើរយ៉ាងនេះហើយគួរតែធ្វើទានកំខានទោះបីជាគេសម្លាប់ឬមួយក៏ដាក់អាជ្ញាយ៉ាងណាតាមការរបស់គេទៅចុះនាងក៏បានកណ្ដៀតក្អមចូលទៅកណ្ដាលហ្វូងសង្ឃយកទឹកមួយក្អមទៅប្រគេនព្រះសម្មាសម្ពុទ្ធអញ្ចឹងនាងសម្រេចចិត្តណាទៅជួបព្រះសម្មាសម្ពុទ្ធទៅជួបព្រះសម្មាសម្ពុទ្ធដើម្បីយកទឹកមួយក្អមហ្នឹងប្រគេនព្រះសម្មាសម្ពុទ្ធព្រះសម្មាសម្ពុទ្ធទ្រង់ទទួលដោយប្រហោះទាំងពីរហើយបានថ្លែងអាការៈឲ្យនាងដឹងថាព្រះអង្គត្រូវការទឹកនោះណាអញ្ចឹងព្រះអង្គបង្ហាញអំពីអាការៈថាដូចព្រះអង្គត្រូវការទឹកអញ្ចឹងណាទ្រង់ក៏បានចាក់ទឹកនោះលុបព្រះភ័ក្ត្រលុបមុខណាហើយឆាន់នៅក្នុងទីចំពោះមុខរបស់នាងដោយសារតែឫទ្ធិអំណាចរបស់ព្រះសម្មាសម្ពុទ្ធទឹកនៅក្នុងក្អមនៅពេញដដែលទៅឲ្យក្អមទឹកនោះទៅភិក្ខុសង្ឃទាំង500ឆាន់ទៀតបានន័យថាព្រះសម្មាសម្ពុទ្ធលុបលាងមុខអីរួចហើយទឹកហ្នឹងនៅតែពេញបន្ទាប់ពីប្រើរួចហើយហូចទៅឲ្យភិក្ខុសង្ឃចំនួន500ទៀតហើយភិក្ខុសង្ឃចំនួន500ហ្នឹងប្រើប្រាស់ទឹកទាំងអស់ហ្នឹងទឹកហ្នឹងនៅតែពេញក្អមដដែលនាងថោនទាស័យបានឃើញភាពចម្លែកអស្ចារ្យដូច្នោះហើយក៏មានសេចក្តីជ្រះថ្លានៅក្នុងព្រះសម្មាសម្ពុទ្ធកាន់តែជ្រះថ្លាកាន់តែធ្វើឡើងរយគុណណាជាលំដាប់កាលភិក្ខុសង្ឃទាំង500ឆាន់ទឹកនោះឆ្អែតស្កប់ស្កល់ហើយព្រះពុទ្ធទ្រង់ប្រទានក្អមនោះដល់នាងថោនទាស័យវិញនាងក៏បានទទួលក្អមហើយថ្វាយបង្គំលាព្រះដ៏មានព្រះភិក្ខទៅគេហដ្ឋានរបស់នាងវិញលំដាប់នោះពួកព្រាហ្មណ៍ទាំងឡាយក៏ចាប់នាងវាយតបបណ្ដាលយកទៅឲ្យព្រាហ្មណ៍ដែលជាចៅវាយទាំងឡាយរបស់នាយហើយនាយព្រានដែលជាចៅវាយនោះក៏បានវាយនាងថែមទៀតរហូតដល់នាងស្លាប់ទៅចំណែកខាងព្រះសម្មាសម្ពុទ្ធវិញម្ដងកាលបើនាងថោនទាស័យចេញទៅផុតហើយ
ទ្រង់ត្រាស់ហៅព្រះអានន្ទប្រើឲ្យយកបាតរបស់ព្រះអង្គទៅដងទឹកអណ្ដូងព្រះអានន្ទមិនហ៊ានទៅដងទេព្រោះខ្លាចព្រាហ្មណ៍វាយសម្លាប់ទ្រង់ក៏បានប្រើគម្រប់ជា3ដងព្រះអានន្ទមិនហ៊ានទៅគឺប្រកែកមិនបានប្រកែកព្រោះថាឃើញពួកព្រាហ្មណ៍ទាំងឡាយវាយនាងធនតិស័យស្លាប់ហើយហ្នឹងស្លាប់ដូចថាឃើញនៅស្រស់អញ្ចឹងណាអញ្ចឹងព្រះអានន្ទខ្លាចព្រះសម្មាសម្ពុទ្ធប្រើចំនួន3ដងហើយដូចថាអត់ចង់ទៅណាក៏ប៉ុន្តែចំនួន3ដងហើយត្រូវតែទៅហើយគ្រាន់តែព្រះអានន្ទបានកាន់បាតនិមន្តទៅចិត្តអណ្ដូងគ្រាន់តែថាទៅដល់មាត់អណ្ដូងហ្នឹងទឹកក៏បានបាញ់ចេញពីអណ្ដូងចូលជន់រាជលិចប្រតិពីលិចភូមិស្រុកធនក្រៀមនោះមួយរំពេចអញ្ចឹងទឹកជន់ទឹកផុសបាញ់ឡើងនោះដោយសារតែឫទ្ធិរបស់ព្រះសម្មាសម្ពុទ្ធណាប៉ុន្តែត្រង់កន្លែងដែលព្រះសម្មាសម្ពុទ្ធហើយនិងភិក្ខុសង្ឃទាំងឡាយឥតមានទឹកលិចនោះទេអញ្ចឹងក្រៅពីហ្នឹងគឺលិចទាំងអស់ពួកព្រាហ្មណ៍ទាំងឡាយឃើញហេតុអស្ចារ្យដូច្នោះហើយភិតភ័យស្លន់ស្លោក៏នាំគ្នារត់ចូលទៅសុំទោសព្រះសម្មាសម្ពុទ្ធបានថ្វាយខ្លួនជាឧបាសកឧបាសិកាយកព្រះរតនត្រ័យជាទីពឹងជាទីរលឹកស្មារដោយជីវិតទឹកក៏បាត់អស់រលីងក្នុងខណៈនោះទៅនិយាយអំពីរឿងនាងធនតិស័យវិញដែលព្រាហ្មណ៍បានវាយសម្លាប់នោះបានទៅកើតនៅឯស្ថានត្រៃត្រឹងមានរូបល្អអស្ចារ្យមានរស្មីចែងចាំងចេញអំពីកាយផ្សាយទៅក្នុងទិសទាំងពួងមានស្រីទេពអប្សរចំនួន1000ចោមរោមជាបរិវារស្ថិតនៅក្នុងវិមានមាសមានសន្តានដូចជាទូកឹងប្រដៅស្ថាននៅលើទឹកទិបក្នុងមហាស្រះបោខរណីមួយលើមាត់ស្រះមានដើមកັບប្រព្រឹកដោះព័ទ្ធជុំវិញហើយក្នុងស្រះនោះមានដើមឈូកដោះប្រងព្រាតបញ្ចេញផ្លែផ្កាផ្សាយក្លិនក្រអូបឈ្ងុយឈ្ងប់ហើយឈូកនោះមាន5ពណ៌មានពណ៌មាសពណ៌កែវមណីផ្កានឹងជាប្រាក់ស្លឹកជាកែវមណីផ្លែជាត្បូងទទឹមខ្លះដើមជាត្បូងទទឹមហើយស្លឹកជាប្រាក់ផ្កាជាកែវមណីផ្លែជាមាសដោះព័ទ្ធជុំវិញពាន់នៅប្រាសាទវិមាននោះក្នុងពេលនោះឯងនាងក៏បានគិតពិចារណាមើលអំពីអតីតជាតិរបស់នាងក៏បានស្ដឹងសពគ្រប់ថាអញដែលបានមកកើតជាទេវធីតាដ៏បរិបូរណ៍ដោយទិព្វសម្បត្តិដូច្នោះដោយសារតែទឹកមួយក្អមតាដែលអញបានប្រគេនចំពោះព្រះសម្មាសម្ពុទ្ធនៅក្នុងឯស្រុកធនក្រៀមឥឡូវនេះព្រះសម្ពុទ្ធទ្រង់គង់នៅក្នុងទីនោះពុំតាន់បាននិមន្តទៅវិញឡើយដូច្នោះគួរតែអញទៅបំពេញសម្បត្តិរបស់អញឲ្យវិសេសជាងនេះទៅទៀតគិតដូច្នោះហើយក៏ចុះភ្លាមវិមានក៏អណ្ដែតដោយមកប្រឌិស្ថានលើផែនដីក្នុងទីចំពោះព្រះភ័ក្ត្ររបស់ព្រះសម្មាសម្ពុទ្ធចឹងនាងធនតិស័យបានចុះមកពីឋានទេវតាដើម្បីមកជួបព្រះសម្មាសម្ពុទ្ធណាគឺថាបំពេញបុណ្យរបស់នាងឲ្យបានល្អថែមទៀតណានាងទេវធីតាបាននាំបរិវារទាំងចំនួន1000ចេញអំពីវិមានប្រាសាទចូលទៅថ្វាយបង្គំព្រះសម្មាសម្ពុទ្ធដែលជាព្រះបរមគ្រូពេលនោះពួកព្រាហ្មណ៍ទាំងឡាយដែលកំពុងតែអង្គុយកល់ព្រះដ៏មានព្រះភិក្ខមានសេចក្តីផ្អើលឈូឆរនឹកស្ងើចនៅក្នុងចិត្តអត់ឧបមាហើយព្រះដ៏មានព្រះភិក្ខទ្រង់ត្រាស់សួរនាងទេពធីតាដើម្បីឲ្យពួកព្រាហ្មណ៍ទាំងអស់បានដឹងនៅក្នុងពេលនោះថាមនាលទេពធីតាអ្នកបរិបូរណ៍ដោយទិព្វសេរីមានពន្លឺចែងចាំងជានិច្ចតើនាងមកអំពីណាបានធ្វើបុណ្យអ្វីនៅក្នុងជាតិមុននាងទេពធីតាបានក្រាបទូលថាបបិទ្ធព្រះមានព្រះភិក្ខខ្ញុំព្រះអង្គមកពីស្ថានត្រៃត្រង់កាលពីម្សិលមិញនេះខ្ញុំព្រះអង្គនៅក្នុងស្រុកធនក្រៀមនេះឯងបានមកដងទឹកមួយក្អមប្រគេនព្រះអង្គលុះដល់ពេលត្រឡប់ទៅផ្ទះវិញពួកព្រាហ្មណ៍ទាំងឡាយដែលអង្គុយជុំវិញនេះនាំគ្នាចាប់វាយខ្ញុំព្រះអង្គបណ្ដាលទៅឲ្យព្រាហ្មណ៍ដែលជាចៅវាយរបស់ខ្ញុំហើយចៅវាយរបស់ខ្ញុំនឹងបានវាយខ្ញុំរហូតឲ្យខ្ញុំស្លាប់តែម្ដងបន្ទាប់មកនាងក៏បានថ្លែងរៀបរាប់អំពីទិព្វសម្បត្តិរបស់នាងនៅក្នុងស្ថានសួគ៌ដោយសពគ្រប់លុះជាប់ហើយព្រះសម្មាសម្ពុទ្ធទ្រង់សម្ដែងនៅធម្មកថាពន្យល់អំពីអរិយសច្ចៈ4ប្រការហើយនាងទេពធីតាក៏បានសម្រេចដល់នៅសោតាបតិផលក្នុងពេលនោះឯងទើប
ថ្វាយបង្គំលាព្រះដ៏មានព្រះភិក្ខទៅឯកាន់ស្ថានត្រៃត្រង់វិញបានចឹងអានាងធនតិស័យបានសម្រេចជាសោតាបត្តិផលហើយពួកព្រាហ្មណ៍នៅក្នុងធនក្រាមក៏បានយល់ច្បាស់នៅលទ្ធិពុទ្ធសាសនាក្នុងពេលនោះ